ចែកធីបតាក់ទងជាមួយនឹងបងគាត់ទៅតែស្គាល់ខ្ញុំថាធ្វើម៉េចឲ្យកូនគាត់ហ្នឹងទៅសេអសស្អាតចាសេអសស្អាតកូនគាត់ជួនកាលនៅមត្តេយ្យឬក៏ថ្នាក់ទី1ចាអញ្ចឹងខ្ញុំតែងតែសួរគាត់ថាតើកូនបងអាយុប្រហែលហើយចាអាយុសមនឹងថ្នាក់រៀនអត់ចាមានន័យថាខ្លះទៅតែ3ឆ្នាំចេះតែបខំឲ្យកូនខ្លះទៅតែ4ឆ្នាំចេះតែបខំឲ្យកូនអសស្អាតចាអត់ចង់ឲ្យកូនលេងច្រើនទេចង់ឲ្យកូនរៀនដូចបខំកូនពេកចាពេលខ្លះយើងក៏បខំក្មេងវាអាយុមួយក្មេងធម្មតាគឺគាត់លេងគឺច្រើនជាងរៀននៅវ័យហ្នឹងគឺលេងច្រើនជាងរៀនយើងកុំបខំគួរក្បាលកូនកុំឲ្យចង់កុំចង់ឲ្យកូនយើងដូចកូនគេសំខាន់យើងជាអ្នកគ្រប់គ្រងកូនយើងនឹងដឹងច្បាស់ជាងគ្រូទៅទៀតចាមេដាបិតាគឺជាគ្រូទី1បន្តមកបានគ្រូជាគ្រូទី2ទេមេដាបិតាគឺជាគ្រូទី1ពេលរៀនកូនតាំងពីក្នុងពោះចាអញ្ចឹងមេដាបិតាគាត់នឹងដឹងច្បាស់កូនចាពីកូនជាងគ្រូទៅទៀតចានេះគ្រាន់តែចែកធីបខ្លះទៅដល់ម៉ាក់ប៉ាមួយចំនួនដែលគាត់ comment សួរថាអ្នកគ្រូកូនខ្ញុំតូចខ្ញុំចង់ឲ្យកូនខ្ញុំទៅសេបានស្អាតគាត់សេចែកឡើងតួចុះឡើងអត់ស្អាតទេអញ្ចឹងទី1កុំតន់អាស្អាតឲ្យមានរបៀបសិនសិស្សខ្ញុំសំខាន់គឺមានរបៀបហើយទៅពុតអក្សរស្អាតចាអញ្ចឹងនៅលើក្តារខៀនរបស់ខ្ញុំចំណងជើងមេរៀនរបស់ខ្ញុំថាតគូបតន់គូបតន់ស្អាតហើយប្រាប់ទៅសិស្សថាត្រូវតែគូបតន់ដូចគ្នាបើមិនគូបតន់ទេគូសុំជំនួយថ្មីកិច្ចការឲ្យមានរបៀបសេងខែរាល់ថ្ងៃហើយថ្នាក់រៀនរបស់ខ្ញុំបងប្អូនខ្លះគាត់ដឹងគាត់ស្គាល់ខ្ញុំបើថ្នាក់អត់ស្អាតអត់មានអនាម័យខ្ញុំអត់តន់ចូលរៀនអត់មានតែស្ដាប់ធ្នាប់ទេគាត់អត់តន់ចូលរៀនអត់ចង់ចូលមេរៀនហ្មងបើថ្នាក់ស្អាតហើយអូខេយើងរៀនមេរៀនអញ្ចឹងត្រូវតែអនាម័យនិងស្ដាប់ណាដាក់មុខគេឲ្យបានរៀនអញ្ចឹងក៏លេចមកតាក់ទងជាមួយនឹងថ្មីឲ្យកូនយើងទៅសេស្អាតទី1យើងត្រូវម៉ាប៉ាលេខថ្មីឲ្យកូនសរសេរមានរបៀបសិនមានន័យថាឲ្យវាខ្លះទៅតែថ្មីអត់មានរបៀបហ្នឹងតើទៅជាមួយនឹងកូនកុំលងกระดาษសភៅកុំគូសញ្ញាផ្កាយគូរកតុក្កតាគូអីនៅលើกระดาษសភៅមេរៀនកូនសម្រាប់នាងខ្ញុំផ្ទាល់កូននាងខ្ញុំផ្ទាល់សភៅគំនូគូលែងគឺមួយក្បាលផ្សេងគាត់អាចដែរទៅសេរូបផ្កាយឬក៏តុក្កតាស្អីនៅលើសភៅមេរៀនរបស់គាត់តែគាត់មានសភៅគំនូបើអស់សភៅគំនូហ្នឹងគឺគាត់យកសភៅសុំសភៅមួយក្បាលទៀតសម្រាប់គូកណូគូរូបអីលេងផ្សេងអញ្ចឹងគាត់មានពាក់ព័ន្ធទៅលើកណ្ដាស់កិច្ចការរបស់គាត់ទេចាអញ្ចឹងម៉ាក់ប៉ាយើងត្រូវពិនិត្យលើនឹងអាសាបើកនៅសភៅកិច្ចការកូននេះចឹងទៅយើងកន្លែងទៅយើងប្រាប់កូនថាកូនទៅសេអសស្អាតនេះថាកូនមានរបៀបអាសាលើកទឹកចិត្តគាត់ដើម្បីធម្មតាក្មេងគឺគាត់បញ្ចូលច្រើនចាអញ្ចឹងកុំឲ្យវីដេអូមួយនេះយូរពេកយើងសុំនិយាយតែប៉ុណ្្នឹងចាអរគុណច្រើនជម្រាបលាបាយ